សត្វតែក្មេងឥណ្ឌានេះក្មេងឥណ្ឌានេះគឺគេមួយទឹកលៀងបាបណាមានឋានៈសេដ្ឋីស្ដេចអីចឹងហើយឋានៈកដាលហើយឋានៈអ្នកក្រឥឡូវគេមួយទឹកនេះតាមមួយទឹកឬក៏មួយទឹកហើយហ្នឹងនេះចូលសក់នេះនៅមួយកណោគេមួយទឹកទៅពេញជាឥណ្ឌាណាគេចាំមួយទឹកឬក៏មួយទឹកចាំមកខ្ញុំនាំទៅមើលវីដេអូពេញហ្មងទៅឋានៈកដាលហើយនឹងឋានៈអ្នកក្រអានេះត្រង់នេះឋានៈកដាលគេនេះឋានៈកដាលគេមួយទឹកខាងនោះគេផ្លាស់ក្អាវខាងនេះគេផ្លាស់ក្អាវកន្លែងនេះគេចុះទៅមួយទឹកខ្ញុំចាំធ្វើវីដេអូពេញឲ្យមើលហ្មងនេះអ៊ំនេះគាត់មួយហើយនេះគាត់លៀងបាបរួចហើយក្លិនឡើងក្អូបឈ្ងុយឈ្ងប់អានេះគេចាំមើលនេះទឹកនេះអានេះវីដេអូពេញដើមនេះមួយទឹកអានេះផ្លូវចូលទេអានេះកន្លែងឋានៈកដាលយូរទៅគេដឹងមកឲ្យតែគ្រួសារគេនៅឋានៈកដាលគេចូលកន្លែងហ្នឹងមួយទឹកហ្មងខ្ញុំនាំទៅមើលឋានៈខោទៀបនេះគោចាំមើលទៅកន្លែងមួយទឹកលៀងបាបឋានៈអ្នកក្រនិយាយពីទឹកគេហ្នឹងដូចកាហ្វេហ្វីនអញ្ចឹងបងចាំមើលខ្ញុំឡើងទៅមើលកន្លែងនេះទឹកគេហូរអាហ្នឹងឋានៈអ្នកមធ្យមនេះអ្នកមធ្យមខ្ញុំមិនដឹងថាជំងឺអីគេទេមិនដែរគេថាជឿខុសវានេះមហារាជហ្មងចុះចូលសួនមហារាជរោគពេញបឹបអញ្ចឹងបានយើងសង្កេតឃើញថានៅម្ដុំទៅហ្នឹងប្រជាជនឥណ្ឌាភាគច្រើនគាត់ឈឺខ្លួនដៃខ្លួនជើងស្វិតដើរសុំយើងអញ្ចឹងឃើញគឺវេទនាហ្មងដោយសារជំងឺគាត់ជំងឺខុសរបៀបហ្មងខ្ញុំសុំបីអីកន្លែងផ្លូវដែលយើងកំពុងតែដើរហ្នឹងពេលខ្លះយើងចង់ហ៊ានដើរផងខ្លាចទឹកនឹងវាខ្ទាតមកប្រឡាក់យើង